បាទសូមគោរពជម្រាបសួរបងប្អូនជាទីស្រឡាញ់ក្នុងព្រះអង្គថ្ងៃនេះយើងនឹងសិក្សាព្រះបន្ទូលរបស់ព្រះអង្គជ្រុងមួយនៃគ្រឹះបរិស័ទដែលបង្រៀនអំពីបុគ្គលិកលក្ខណៈរបស់ព្រះបាទវាទៅជាមួយគ្នាឥឡូវនេះយើងបានក្លាយជាអ្នកមានទំនាក់ទំនងពិសេសជាមួយនឹងព្រះអង្គម្ចាស់ដោយសារសេចក្តីជំនឿលើព្រះអង្គព្រះយេស៊ូវគ្រីស្ទយើងមានសេចក្តីជំនឿឥតសង្ស័យចំពោះការដែលយើងបានក្លាយជាកូនរបស់ព្រះហើយយើងរស់នៅជាមួយទ្រង់អស់កាលជានិច្ចហើយព្រះវិញ្ញាណបរិសុទ្ធទ្រង់ជួយធ្វើការនៅក្នុងចិត្តយើងឲ្យមានសេចក្តីជំនឿទៅចំពោះព្រះនៅព្រះគម្ពីររ៉ូមចំពុក8ខ16សេចក្តីត្រូវការចាំបាច់ជាដំបូងដែលបណ្ដាលឲ្យយើងមានសេចក្តីជំនឿនោះគឺជាការស្គាល់ជាទូទៅអំពីព្រះយេស៊ូវគ្រីស្ទទាំងនេះមិនមែនជាការយល់ឃើញគំនិតទស្សនៈរបស់យើងទេប៉ុន្តែត្រូវស្គាល់អំពីព្រះដូចដែលថ្លែងអះអាងនៅក្នុងព្រះគម្ពីរនោះជាសេចក្តីជំនឿរបស់យើងនឹងបានតាំងមកមុនឥតរង្គើនៅក្នុងនាមយើងជាគ្រឹះបរិស័ទដែលបានស្គាល់ព្រះអង្គហើយចង់ឲ្យទ្រង់ក្លាយជាលេខ1ក្នុងជីវិតយើងនោះយើងត្រូវយល់ដឹងអំពីបុគ្គលិកលក្ខណៈរបស់ព្រះពីព្រោះយើងរស់នៅក្នុងឋានៈជាកូនរបស់ព្រះក្នុងគោលបំណងព្រះハរតីរបស់ព្រះហើយព្រះបន្ទូលបានបង្រៀនច្បាស់លាស់អំពីបុគ្គលិកលក្ខណៈរបស់ព្រះអម្ចាស់ដោយព្រោះតែការមិនស្គាល់អំពីបុគ្គលិកលក្ខណៈរបស់ព្រះមានមនុស្សច្រើនណាស់ដែលរស់នៅក្នុងជីវិតដែលមិនទុកចិត្តនិងសង្ស័យដូច្នេះការយល់ដឹងអំពីព្រះជាការសំខាន់បំផុតនៅក្នុងការរស់នៅរបស់យើងបើសិនជាយើងមិនស្គាល់អំពីព្រះអង្គនោះយើងមិនអាចយល់អំពីព្រឹត្តិការណ៍ដែលបានកើតជុំវិញខ្លួនយើងនោះឡើយហើយជីវិតដែលកំពុងរស់នៅដែរនោះយើងនឹងគ្មានទិសដៅច្បាស់លាស់និងប្រព្រឹត្តខុសឆ្គងងាយអាកប្បកិរិយាមិនត្រឹមត្រូវការស្គាល់ព្រះជាការសំខាន់នៅព្រះគម្ពីរហូសេចំពុក6ខ3ខ6តើលោកហូសេបានសង្កត់ធ្ងន់លើអ្វីការស្គាល់ព្រះជាជាងការថ្វាយដង្វាយដុតទៅទៀតឥឡូវដើម្បីស្គាល់អំពីព្រះអង្គជាដំបូងសូមយើងសិក្សាអំពីបុគ្គលិកលក្ខណៈរបស់ទ្រង់ដែលបានចែងនៅក្នុងព្រះគម្ពីរតោះយើងទៅជាមួយគ្នាទី1ធំលក្ខណៈនិស្ស័យលក្ខណៈដែលទ្រង់មានតែមនុស្សគ្មានលក្ខណៈពិសេសបែបនេះមានតែព្រះអង្គមួយគត់លក្ខណៈនិស្ស័យបែបនេះយើងមិនអាចរកបាននៅក្នុងចំណោមអ្វីដែលទ្រង់បង្កើតនឹងខាងឯវិញ្ញាណយើងទេនេះមាននៅក្នុងរបាក្សត្រចំពុក29ខ10ខ13 1ព្រះអង្គម្ចាស់គឺជាព្រះអធិការគឺមានន័យថាទ្រង់ជាអ្នកបង្កើតជាអ្នកគ្រប់គ្រងជាអ្នកដឹកនាំព្រះអង្គគឺជាមហាក្សត្រនៃចក្រវាលនេះនៅរ៉ូមចំពុក11ខ36តើបានពិពណ៌នាយ៉ាងណាអំពីអធិបតេយ្យភាពរបស់ព្រះអង្គត្បិតរបស់សពសារពើបានកើតមកពីទ្រង់ដោយសារទ្រង់ហើយសម្រាប់ទ្រង់យើងត្រូវឆ្លើយតបដោយអរព្រគុណដោយដឹងថាយើងកើតមកតាមរយៈទ្រង់ហើយរស់នៅគឺសម្រាប់ព្រះអង្គ2ព្រះអង្គគង់នៅអស់កាលជានិច្ចពេលដែលទ្រង់គ្មានអវត្តមាននោះគ្មានទេព្រះអង្គគឺជាព្រះដែលគ្មានពេលចាប់ផ្ដើមនិងពេលបញ្ចប់ឡើយហើយព្រះអង្គមានប្រជញ្ញរស់នៅទ្រង់ទតមកលើអ្វីពីអតីតកាលនិងទៅអនាគតកាលរបស់យើងច្បាស់លាស់ដោយដែលទ្រង់ទតមើលជីវិតយើងក្នុងបច្ចុប្បន្នកាលនេះដែរអេសាយចំពុក44ខ6
មួយធីម៉ូថេចំពុក1ខ17តើបង្ហាញយ៉ាងណាអំពីភាពឱកាសរបស់ទ្រង់ទ្រង់ជាដើមហើយជាចុងក្រៅពីទ្រង់គ្មានព្រះឯណាទៀតឡើយទ្រង់មិនចេះសគត់ហើយមើលទ្រង់មិនឃើញទ្រង់ជាស្ដេចឱកាសជានិច្ច3ទ្រង់ជាព្រះសពញ្ញញាណព្រះអង្គទ្រង់ជ្រាបទាំងអស់ដូច្នេះមានអ្វីថ្មីនៅចំពោះទ្រង់ទេគ្មានអ្វីណាមួយចរិតលក្ខណៈរបស់លោកីនេះហើយទោះទាំងសេចក្តីសង្គ្រោះរបស់ពួកបរិសុទ្ធដែលទ្រង់មិនស្គាល់នោះទេព្រះអង្គជាប្រភពនៃចំណេះដឹងទាំងអស់អេសាយចំពុក40ខ12ដល់ខ14ទ្រង់បានជ្រាបគ្រប់ទាំងអស់នៅព្រះគម្ពីរ1យ៉ូហានចំពុក3ខ20តើទ្រង់បានជ្រាបទាំងអស់ដោយរាប់ទាំងអ្វីៗនៅក្នុងជីវិតរបស់យើងផងដែរទេក្រោយពេលដែលអ្នកដឹងថាទ្រង់ស្គាល់អ្វីៗទាំងអស់នៅក្នុងជីវិតរបស់លោកអ្នកហើយតើការនេះបានជាឥទ្ធិពលអ្វីចំពោះអាកប្បកិរិយារបស់លោកអ្នក4ព្រះអង្គគង់នៅគ្រប់ទីកន្លែងព្រះអង្គគ្មានដែនកំណត់ព្រះវត្តមានរបស់ទ្រង់នៅគ្រប់សពចន្លោះកាសនិងគ្រប់ពេលវេលាទាំងអស់ហើយទ្រង់គង់នៅគ្រប់ទីកន្លែងដូច្នេះកាលដែលយើងគិតលាក់ចំពោះព្រះអង្គគឺជាសេចក្តីល្វីល្ងាណាស់សម្រាប់យើងមនុស្សដែលមានសេចក្តីជំនឿតែងតែដឹងថាព្រះគង់ជាមួយហើយគេនឹងរស់នៅអសប្បាយទទួលព្រះពរក្នុងការដើរជាមួយនឹងព្រះតើអញមិននៅផែនដីទេអីនៅព្រះគម្ពីរយេរេមៀចំពុក23ខ24សេចក្តីជំនឿដែលថាយើងមិនអាចជៀសកិច្ចផុតពីព្រះអង្គតើមានការអ្វីចំណេញដល់ជីវិតស្ងៀមស្ងាត់របស់យើងទំនុកដំកើងចំពុក139ខ7ខ8នៅចំណុចទី5ព្រះអង្គពេញដោយសព្វានុភាពទ្រង់មានគ្រប់ទាំងអំណាចចេស្តាហើយទ្រង់អនុវត្តអំណាចចេស្តានោះទំនុកដំកើង147ខ5អេពេសូរចំពុក3ខ20តើយើងបានទទួលជំនួយអ្វីនៅពេលយើងមានភាពលំបាកអរិយដាក់លំបាកណាបាទជាស្ដែងគឺលំបាកពីលេខចំពុក4ខ13 2កូរិនថូសចំពុក12ខ9ខ្ញុំអានជូនម្ដងទៀតហើយយើងកែតើយើងបានទទួលជំនួយអ្វីនៅពេលយើងមានភាពលំបាកឥឡូវយើងចំណុចទី6សំខាន់ព្រះអង្គមិនផ្លាស់ប្រែព្រះអង្គធ្វើតាមសន្យាចំពោះកិច្ចការអ្វីដែលទ្រង់បានសន្យាដូច្នេះយើងអាចទុកចិត្តព្រះអង្គបានការផ្គត់ផ្គង់របស់ព្រះអង្គអាចផ្លាស់ប្ដូរច្រើនបែបយ៉ាងតែព្រះអង្គជាព្រះមិនចេះផ្លាស់ប្ដូរនោះឡើយបានសង្ខេបបន្តិចទំនុកដំកើងចំពុក102ខ27យ៉ាកុបចំពុក1ខ17ទោះជាយើងមិនយល់ពីការផ្គត់ផ្គង់របស់ព្រះអង្គតែយើងជឿលើជំនឿដែលថាទ្រង់មិនចេះផ្លាស់ប្រែតើលោកអ្នកបានព្រះពរអ្វីរ៉ូមចំពុក8ខ28អរគុណបងប្អូនដែលបានស្ដាប់នៅព្រះបន្ទូលព្រះអង្គលក្ខណៈពិសេសដែលមនុស្សយើងគ្មានព្រះអង្គមានហើយនៅវីដេអូបន្តទៀតខ្ញុំនឹងលើកជូននៅលក្ខណៈភាពដែលទ្រង់មានមនុស្សយើងក៏មានដែរអញ្ចឹងសូមយើងបានតាមដានជាមួយគ្នាតាមរយៈព្រះបន្ទូលខាងលើនេះខ្ញុំជឿថាអ្នកបងប្អូននឹងចាក់សារឡើងវិញដើម្បីស្ដាប់នៅអត្ថបទមេរៀនអំពីលក្ខណៈរបស់ព្រះអង្គដែលមានអំណាចហើយពិសេសដែលមនុស្សយើងអត់មានបាទសូមអរគុណសូមព្រះប្រទានពរ